សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការសម្រាយសាច់រឿងនេះផងដែរមានចំណងជើងថាដូចដែលខ្ញុំបានសរសេរក្នុង caption អញ្ចឹងជឿថាបងប្អូនភាគច្រើនប្រកាសជាស្គាល់ហើយព្រោះថារឿងនេះវាល្បីខ្លាំងមែនទែនប៉ុន្តែខ្ញុំនៅតែចង់យកមកសម្រាយព្រោះតែការស្រឡាញ់ចូលចិត្តសាច់រឿងរបស់សៃតាម៉ានឹងឯងអញ្ចឹងកុំឲ្យខាតពេលយូរតោះចូលសាច់រឿងរបស់យើងហ្មងទៅសាច់រឿងរបស់យើងចាប់ផ្ដើមមកឃើញមានមនុស្សរត់ព្រាតពេញផ្លូវនោះក៏ព្រោះតែមាន3សាច់នឹងឯងហើយនេះគឺជាតួឯករបស់យើងដែលមានឈ្មោះថាសៃតាម៉ាបិសាច់ក្តាមជួបសៃតាម៉ាហើយក៏បានសួរទៅសៃតាម៉ាថាគេរត់អស់ហើយចុះអប៉ែឯងអត់រត់ទេចង់ងាប់មែនប៉ុន្តែសៃតាម៉ាហាក់ដូចជាអត់ចង់និយាយតបអីទេនឹងបង្ហាញទឹកមុខបែបសេតក្រៀមក្រំក៏ព្រោះតែពេលហ្នឹងសៃតាម៉ាមកពីសម្ភារការងារប៉ុន្តែវាអត់ជាប់និយាយរួមទៅគឺសៃតាម៉ាកំពុងតែស្វែងរកការងារធ្វើនឹងឯងដល់ពេលអញ្ចឹងលក្ខណៈគិតថាហែងបីសាច់ទៅអញអត់ខ្វល់អីចឹងណាសៃតាម៉ាអត់ខ្វល់អញ្ចឹងបីសាច់ក្តាមក៏អត់បានវាយប្រហារទៅសៃតាម៉ាអីដែរហើយក៏ដើរចេញទៅមុននឹងដើរចេញទៅហ្នឹងក៏បានប្រាប់ទៅសៃតាម៉ាថាទៅតាមរកអាកូនក្មេងម្នាក់ដែលមានចង្ការព្រែកនោះវិញមួយសន្ទុះក្រោយមកសៃតាម៉ាដើរហ្នឹងក៏បានជួបអាកូនក្មេងដែលអាបីសាច់ក្តាមហ្នឹងកំពុងតែតាមរកសៃតាម៉ាសួរនាំទៅទើបដឹងថាដោយសារតែអាកូនក្មេងហ្នឹងវាទៅរំខានអាបីសាច់ក្តាមវាកំពុងតែដេកទើបធ្វើឲ្យវាខឹងបន្ទាប់ពីដឹងរឿងបែបនេះហើយប៉ុន្តែសៃតាម៉ាហាក់ដូចជាអត់សូវខ្វល់អីទេដោយយើងដឹងស្រាប់ហើយថាសៃតាម៉ាកំពុងតែអត់សប្បាយចិត្តសៃតាម៉ាដើរចេញទៅហើយប៉ុន្តែចៃដន្យអីបីសាច់ក្តាមនឹងមកដល់ល្មមបីសាច់ក្តាមគ្រាន់តែឃើញអាកូនក្មេងនឹងភ្លាមស្ទុះទៅវាយសម្លាប់ចោលហ្មងតែជាសំណាងល្អអាតួរបស់យើងក៏ចូលមកជួយទាន់និយាយទៅកន្លែងហ្នឹងរៀងអែមដែរដោយសារសៃតាម៉ាអត់ទាន់មានធម៌ពលអត់ទាន់មាន power អីទេប៉ុន្តែលបឿនដែលចូលមកជួយអាកូនក្មេងហ្នឹងក៏ថារៀងលឿនគួរសមដែរអាបីសាច់ក្តាមហ្នឹងក៏និយាយថាយីអានេះថ្លាមធំមែនហ៊ានលុកដៃចូលផងសៃតាម៉ាក៏តបវិញថាបើចង់ស្លាប់អាកូនក្មេងហ្នឹងឲ្យឆ្លងកាត់វាសិនទៅបីសាច់ក្តាមនិយាយទៀតថាបើសិនជាចង់រស់ឆាប់ចាក់ចេញទៅវាទៅអាកាឲ្យជាលើកចុងក្រោយអីចឹងណាប៉ុន្តែសៃតាម៉ានៅតែមុខរឹងក្បាលឌឺសំដីលយទៅធ្វើឲ្យអាបីសាច់ក្តាមហ្នឹងខឹងវាយមួយដៃប៉ាងចង់200គីឡូម៉ែត្រហើយនឹងហក់ទៅវាយសម្លាប់អាកូនក្មេងហ្នឹងទៀតប៉ុន្តែមានណាសៃតាម៉ាបានមកដល់វិញទៀតហើយទើបធ្វើឲ្យបីសាច់ក្តាមហ្នឹងខឹងទៀតហើយសៃតាម៉ាក៏បានតបទៅបីសាច់ក្តាមថាគោលបំណងដ៏ធំរបស់គេហ្នឹងគឺចង់ក្លាយជា super hero ដ៏ខ្លាំងក្លាម្នាក់និយាយយ៉ាងជឿជាក់បែបនេះក៏បបួលបីសាច់ក្តាមហ្នឹងវាយគ្នាហ្មងទៅប៉ុន្តែប្រកាសណាស់គឺអត់មានគីឡូជាមួយបីសាច់ក្តាមទេបីសាច់ក្តាមវាយចូលត្រូវមុខជាច្រើនដៃជាច្រើនជើងធ្វើឲ្យបែកមុខតិចហើយដល់ពេលអញ្ចឹងបីសាច់ហ្នឹងហាក់ដូចជារៀងថ្មីប្រហែលដែរទើបធ្វើឲ្យសៃតាម៉ាមានឱកាសហក់ឡើងទៅលើយកអាកវ៉ាត់កោហ្នឹងទាក់ជាប់ភ្នែកហើយក៏ទាញមកដោយទាំងពវៀនពុតាំងខាងក្នុងនឹងស្លាប់បាត់ទៅសាច់រឿងរបស់យើងកាន់មកដល់3ឆ្នាំក្រោយមកសៃតាម៉ាខំប្រឹងវឹកហាត់រហូតជ្រុះសក់អស់ប៉ុន្តែទទួលបាននៅ power និងកម្លាំងដ៏ខ្លាំងក្លាខ្លាយជា hero ម្នាក់គណៈពេលទិញអីវ៉ាន់នៅផ្សារម៉ាតមួយកន្លែងក៏មានយក្សដ៏ធំមួយបានដើរជន់កំទេចទីក្រុងសម្បីតែផ្សារម៉ាតដែលសៃតាម៉ានៅនឹងក៏ឆែបអស់មួយចំហៀងដែរដែលតាមពិតទៅដើមកំណើតអាយៈធំមួយនឹងគឺចេញមកពីបងប្អូន2នាក់អាប្អូនគឺជាអ្នកវឹកហាត់សាច់ដុំដោយបំណងចង់ក្លាយជាមនុស្សខ្លាំងជាងគេចំណែកអាបងវិញគឺជាអ្នកវិទ្យាសាស្ត្រស្រាវជ្រាវផលិតថ្នាំអីផ្សេងជាដើមអាបងផលិតបានថ្នាំអ្វីម្យ៉ាងក៏យកមកឲ្យអាប្អូនផឹកអាប្អូនគ្រាន់តែផឹកភ្លាមក៏បានបំលែងរូបរាងខ្លាយជាយក្សដ៏ធំអញ្ចឹងទៅពេលដែលទទួលបានធម៌ពលបែបនេះពីអ្នកបងប្អូននឹងពិតជាចង្រៃមែនទែនដោយគោលបំណងរបស់គេគឺកំទេចទីក្រុងទាំងមូលចោលដោយអត់គិតពីអាយុជីវិតសត្វនិងមនុស្សដទៃអីទៀតទេពីអ្នកបងប្អូនកំពុងតែដើរសប្បាយនិងស្រែកហូពេលនោះអាបងក៏បានងាកទៅឃើញសៃតាម៉ាឈរនៅលើស្មាម្ខាងទៀតអាបងឃើញអញ្ចឹងក៏ស្រែកប្រាប់ទៅប្អូនថាមានមនុស្សឈរនៅលើស្មាឯងអាប្អូនលឺអញ្ចឹងក៏យកដៃទះផ្លាប់ប៉ុន្តែមានណាមិនទះចំសៃតាម៉ាអីគឺទះចំអាបងប្រុសនឹងឯងបងប្រុសក៏បានស្លាប់បាត់ទៅទើបធ្វើអាយៈធំនឹងខឹងខ្លាំងមែនទែនហើយក៏បានចាប់សៃតាម៉ាជាប់បោកទៅនឹងដីហើយក៏បានវាយជាច្រើនដែរមែនទែនរហូតខ្លាយជារុងដ៏ធំមួយអាយៈធំនឹងគិតថាសៃតាម៉ាប្រហែលជាស្លាប់ហើយនឹងមានអារម្មណ៍សោកស្ដាយនៅពេលដែលបងប្រុសរបស់គេស្លាប់ដែរអញ្ចឹងប៉ុន្តែប្រកាសណាសៃតាម៉ាអត់មានទទួលរងរបួសអីសំបីតែបន្តិចហើយក៏បានហោះមកវិញវាយអាយៈនឹងត្រឹមតែមួយដៃក៏ធ្វើអាយៈនឹងស្លាប់បាត់ទៅសាច់រឿងរបស់យើងកាន់មកដល់ពេលល្ងាចមួយសៃតាម៉ាកំពុងតែដើរសុកបែបបន្ធូរអារម្មណ៍អីចឹងណាក៏បានជួបនឹងឆ្មាមួយហើយក៏អង្គុយលេងជាមួយវាបន្តិចទៅនៅពេលនោះក៏មានបិសាចឡានមួយចេញមកសពហើយមានបិសាចឡានបិសាចអីណាទៀតហើយចាំមើលទៅមុខទៀតមើលមានបិសាចផ្លែកអីទៀតខ្លះ
បិសាចនឹងអត់បានខ្លាចសៃតម៉ាទេដោយសារតែវាអត់បានដឹងថាសៃតម៉ាមានសមត្ថភាពប៉ុណ្ណាអីចឹងណាហើយបិសាចនឹងចេញមកវានិយាយតប៉ែហូហែបោបាច់ច្រើនមែនទែនធ្វើឲ្យសៃតម៉ាអត់ទ្រាំបានក៏ដាក់ម្ដាយម៉ាំងខ្វិតទៀតទៅដោយសារតែសមត្ថភាពយកឈ្នះសត្រូវត្រឹមតែមួយដៃបែបនេះអញ្ចឹងហើយទើបរឿងនឹងមានចំណងជើងថា One Punch Man ដែលមានន័យថាបរោះប្រើត្រឹមតែមួយកម្ដាប់ដៃអាចយកឈ្នះអីចឹងណាប៉ុន្តែតាមពិតទៅវាមិនចឹងទេទៅមុខទៀតប្រកាសជាជួបបិសាចខ្លាំងព្រោះថាបើសិនជាវាយម្ដាយឈ្នះអញ្ចឹងសាច់រឿងហ្នឹងគឺវាអត់ល្អមើលទេសាច់រឿងកាន់មកដល់សៃតម៉ាកំពុងតែដេកសុកនៅយប់មួយស្រាប់តែមានដៃមួយដ៏ធំបានលូកចូលមកហើយទាញសៃតម៉ាចេញទៅធ្វើឲ្យផ្ទះរបស់សៃតម៉ាហ្នឹងខូចអស់មួយចំហៀងថែមទាំងវាយសៃតម៉ាមួយដៃប៉ាងរហូតហូរឈាមទៀតផងយីអាបិសាចនេះរៀងក្រាន់បាល់ដែរដែលធ្វើឲ្យសៃតម៉ាមានរបួសបានអីចឹងណាកំពុងតែដេកលក់ស្រួលផងមានគេមកវាយអញ្ចឹងដៅឆេវហ្មងសៃតម៉ាក៏បានសួរទៅអាបិសាចហ្នឹងថាឯងហ្នឹងគឺជាពីណាគេហើយបិសាចហ្នឹងថាយីអានេះសួរឆ្លើយហ្មងប៉ុន្តែវាក៏បានប្រាប់ដែរថាពួកវានឹងគឺជា Earthling ដែលមានន័យថាជាពួក alien អីហ្នឹងឯងហើយបិសាចអស់ហ្នឹងមានចំនួនច្រើនមែនតើពួកវាផុសចេញមកពីក្រោមដីផងអីផងអាមួយមេបិសាចហ្នឹងទៅសារទៅសៃតម៉ាថាឯងពិតជាគ្រាន់បាល់មែនដែលអាចទប់ទល់នឹងកម្ដាប់ដៃវាបានអីចឹងណាប៉ុន្តែសៃតម៉ាក៏បានតបទៅវិញដែរថាចំណែកវាវិញហ្នឹងគឺថាអត់ទាន់មានបណ្ណាអាចទប់ទល់នឹងកម្ដាប់ដៃវាបានឡើយទេនិយាយរួចក៏ដាក់អាមេនឹងម្ដាយធ្វើឲ្យងាប់ភ្លាមទៅដល់ពេលអញ្ចឹងកូនចៅវានឹងគឺថារៀងភ្ញាក់ផ្អើលនឹងសមត្ថភាពរបស់សៃតម៉ាដែរប៉ុន្តែឃើញខ្លាំងអញ្ចឹងមែនពួកវាអត់ខ្លាចទេឆាកប្រយុទ្ធក៏បានចាប់ផ្ដើមឡើងដោយសារតែពួកអបិសាចនឹងវាមានចំនួនច្រើនពេកវាយមិនងាយអស់វាយគ្នាអស់រយៈពេលឡើងយូររហូតដាច់ក្រអៅដាច់អីអស់ប៉ុន្តែប្រកាសណាស់អបិសាចអស់នឹងគឺគ្មានគីឡូជាមួយសៃតម៉ាទេមួយដៃម៉ាំងខ្វិតអីចឹងណាកំពុងតែជក់វាយផងនាឡិកាក៏បានរោឡើងទើបយើងដឹងថាតាមពិតសៃតម៉ាដេកយសបសោះយីបលយោទើបតែភ្ញាក់ពីដេកធ្វើមុខរៀងងឺក៏បានលឺសូរការប្រយុទ្ធគ្នានៅក្បែរនោះមែនសៃតម៉ាដឹងថាជាបិសាចក៏ចុះមកកម្ចាត់ចោលបិសាចទាំងអស់នោះរូបរាងរបស់វាដូចក្នុងកាយយសបអញ្ចឹងគ្រាន់តែវារាងតូចអត់ធំដូចក្នុងកាយយសបទេសៃតម៉ាមកវាយបានមួយផ្លែតពួកវាក៏ដាក់មេប្រុយរត់អស់រលេងថែមទាំងលើកទងសចោះចាញ់ទៀតសាច់រឿងរបស់យើងអេពីសូត1ចប់ត្រឹមហ្នឹងកុំភ្លេចចុច like វីដេអូឲ្យខ្ញុំម្នាក់មួយផងអ្នកនរគ្នាអរគុណរងចាំទស្សនាអេពីសូតទី2បាយបាយ